cha chị thầm nên nhung xong rồi chuẩn bị số mẹ đạp đá sắc nên sờ sang sờ tặng áp mấy chị tì cột ngàyนี้nên nhung bật chia xong nó hệ rễ rồi nè nhung cá slide top nên sờ nồng po rồi bát sờ sang sờ thắt tì đập pi chàng cọt bànคือมันทาลูกใส่กะเนกาส่งทรามาคนอย่างยิ่งใส่ได้สักดาม้นខ្ញុំបានលើលោកស្រីកញ្ញាកាឲ្យខ្ញុំកំងប្រធានបទអីក៏បានដែរចាអញ្ចឹងខ្ញុំឥឡូវនេះកំពុងតែរៀនថ្នាក់ទី12អញ្ចឹងខ្ញុំសូមកំងប្រធានបទតើកលឺអ្វីខ្លះដែលត្រូវត្រៀមប្រឡងបាក់ដប់ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងចាអញ្ចឹងសំណួរនេះសំខាន់ហើយល្អទៀតចាអញ្ចឹងក្នុងនាមនេះខ្ញុំចនាជាស្ថាបនិក JC 56និងសាលា Big Bang និងសាលា CA 56ឆ្លើយតបឲ្យបានលឿនបំផុតដែលអាចធ្វើបានដើម្បីត្រៀមឲ្យសិស្សានុសិស្សដែលកំពុងតែប្រឡងបាក់ដប់នៅក្នុងឆ្នាំនេះគាត់ត្រៀមទុកជាមុនតាំងពីដើមឆ្នាំចាអញ្ចឹងចំណុចទី1ផ្ដោតលើមេរៀនក្នុងសិភៅពុំសិភៅពុំនេះគឺជាសិភៅរបស់ក្រសួងអប់រំយុវជនកីឡាហេតុអីពីព្រោះមេរៀនទាំងអស់នេះគឺកិច្ចអត់ផុតពីក្នុងសិភៅពុំហ្នឹងឯងអញ្ចឹងសិស្សានុសិស្សទាំងអស់ត្រូវតែចាផ្ដោតលើមេរៀននៅក្នុងសិភៅពុំរបស់ក្រសួងហ្នឹងបានមុនគេអញ្ចឹងកូនទាំងអស់នេះត្រៀមហើយនៅត្រៀមដើម្បីយកនិទេស A ត្រៀមដើម្បីប្រឡងបាក់ដប់ឲ្យមានវិធីសាស្ត្រល្អហើយនៅចាហើយចំណុចទី2គឺកុំរំលងវិញ្ញាសាដែលចេញហើយអញ្ចឹងជួនកាលវិញ្ញាសារូបវិទ្យាគីមីវិទ្យាគណិតវិទ្យាលំហាត់ដែលចេញប្រឡងវិញ្ញាសាបាក់ដប់ឆ្នាំមុនហ្នឹងគេដកស្រង់ចេញឡើងវិញអញ្ចឹងគឺយើងអាចយកចិត្តទុកដាក់រៀននៅក្នុងវិទ្យាសាស្ត្រទាំងអស់ទាំងគណិតរូបគីមីចេញជារៀងរាល់ឆ្នាំហ្នឹងយកមករៀនអនុវត្តធ្វើដើម្បីបបាក់រូបមន្តឲ្យទៅជួនកាលគេដូរតលេចេះនៅពេលដែលគេដូរតលេយើងចេះរូបមន្តហើយយើងបបាក់រូបមន្តហ្នឹងបានគឺយើងងាយស្រួលក្នុងការប្រឡងទោះបីចេញប្រភេទអីក៏យើងចេះដែរចាអញ្ចឹងគឺគេអាចលោកគ្រូអ្នកគ្រូអាចរើសវិញ្ញាសាចាស់យកមកធ្វើវិញ្ញាសាដាក់ប្រឡងនៅក្នុងឆ្នាំថ្មីហ្នឹងក៏មានដែរចាចំណុចទី3កុំផ្ដោតលើសិភៅកំណែឬប្រយោគពេកហេតុអីឥឡូវនេះគឺយើងអាចមើលប្រយោគបានទេកាលពីសម័យប្រហែលឆ្នាំមុនអាចមើលបានប៉ុន្តែចំពោះសិភៅកំណែខ្លះដែលយើងទិញជួនកាលកំណែហ្នឹងអាចខុសអញ្ចឹងជួនកាលនៅពេលដែលយើងយកសិភៅកំណែហ្នឹងមកជាគោលយើងរៀនអត់មានគ្រូយើងអត់រៀនអត់មានឯកសារត្រឹមត្រូវវាអាចខុសនៅពេលដែលយើងទិញសិភៅកំណែហ្នឹងរៀនម្នាក់ឯងអញ្ចឹងយើងកុំភ្លេចណាត្រូវរៀនជាមួយនឹងគ្រូបូកផ្សំជាមួយនឹងសិភៅកំណែហ្នឹងហើយរៀនអនុវត្តឲ្យបានច្រើនជាមួយនឹងក្រុមចាអញ្ចឹងអ្វីដែលនៅគោលសំខាន់ហ្នឹងគឺកន្លែងសិភៅកំណែខ្លះវាអត់មានចម្លើយត្រឹមត្រូវគ្រប់ជ្រុងជ្រោយ 100% ដែលធ្វើឲ្យយើងហ្នឹងទទួលបានចម្លើយពេញលេញក្នុង 100% ទេអញ្ចឹងចំពោះលោកគ្រូអ្នកគ្រូឬមិត្តភ័ក្តិបងប្អូនសិស្សានុសិស្សទាំងអស់ដែលកំពុងតែមើលធ្វើម៉េចដើម្បីប្រឡងជាប់បាក់ដប់ហើយបានយកនិទេសល្អហ្នឹងជួយ share ឲ្យបានច្រើនហើយបើពេញចិត្តថាពេញចិត្តបើសិនជាប្រធានបទនេះជាការចែករំលែកដល់សិស្សថ្នាក់ទី12ទាំងអស់សូមជួយ share ឲ្យបានច្រើនចាព្រោះអ្នកគ្រូចិត្តទៅអឺរ៉ុបចឹងអ្នកគ្រូផ្ញើកាដូហ្នឹងទុកឲ្យហើយចាចំណុចទី4យើងមើលវិញ្ញាសាបាក់ដប់ឆ្នាំមុនណាព្រោះអីជារៀងរាល់ឆ្នាំអញ្ចឹងយើងតែសមត្ថភាពខ្លួនឯងបានថាតើប្រមាណភាគរយដែលយើងអាចធ្វើវិញ្ញាសាឆ្នាំមុននឹងបាន 70% ឬក៏ 30% ហើយយើងត្រូវធ្វើដូចម្ដេចទៀតឧទាហរណ៍ថាលើលំហាត់ទី1អំពីប្រូបាតអញ្ចឹងលំហាត់ទី2 complex អញ្ចឹងយើងយកវានឹងមកមើលពីរបៀបធ្វើលំនាំធ្វើអនុវត្តច្រើនដល់លំហាត់ទាំងអស់ហ្នឹងធ្វើទៅធ្វើមករហូតដល់យើងលេងមានអារម្មណ៍ខ្លាចថាតែចេញ complex មកដល់អត់ចេះតែចេញប្រូបាតមកដល់អត់ចេះអញ្ចឹងនៅពេលដែលយើងអនុវត្តច្រើនដងក្នុងការបបាក់រូបមន្តក្នុងការធ្វើអញ្ចឹងយើងឆាប់ចេះបានច្រើនដូច្នេះយើងអត់បារម្ភទេចេញបច្ចេកនិកណាមកក៏ដែរធូនីអីក៏ដែរគឺយើងអាចធ្វើបានទាំងអស់តាមរយៈអាស្រ័យដែលយើងមានគំនូគោលដៅច្បាស់លាស់ហើយយើងសិតការភាពក្នុងការរៀនហើយយើងអនុវត្តធ្វើបានលំហាត់ច្រើនហើយយើងទទួលបានបន្ទុកច្រើនណាចំណុចទី5ត្រូវសរសេរយកបន្ទុកចា៎ត្រូវសរសេររៀបចំជាផ្នែកយ៉ាងម៉េចឲ្យចែកចេញជាផ្នែកហ្នឹងមានវគ្គវាមាន clear វាឧទាហរណ៍ថាយើងត្រូវកន្លែងណាចុះបន្ទាត់កន្លែងណាសេចក្តីផ្ដើមកន្លែងណាទួសេចក្តីកន្លែងណាសេចក្តីបញ្ចប់អីពេលយើងសរសេរសំណួរក៏ដោយយើងធ្វើជាភាសាខ្មែរភាសាអីក៏ដោយអ្នកគ្រូចង់និយាយថាទូទៅក្នុងការប្រឡងគ្រប់មុខវិជ្ជាយើងសរសេរឲ្យមានផ្នែកមានផ្នែកវា category ហ្នឹងឲ្យបានត្រឹមត្រូវដូចជារៀបរាប់ជាផ្នែករៀបរាប់ខ្លួនឯងរៀបរាប់ចំពោះគ្រួសារអញ្ចឹងពេលដែលយើងសរសេរយកបន្ទុកឧទាហរណ៍ថាវាចិត្តដល់ម៉ោងយើងមិនដឹងត្រូវសរសេរអីទេតែសេចក្តីភាសាខ្មែរឬអីក៏ដោយអ្នកគ្រូឧទាហរណ៍ណាចាអញ្ចឹងគឺយើងព្យាយាមសរសេរឲ្យបានពេញហើយឲ្យបានច្រើនគុំទុកពេលវេលានឹងចោលហើយគិតថាលំហាត់នឹងយើងអត់ចេះទេអញ្ចឹងនៅពេលដែលយើងបានវិញ្ញាសាមកយើងមើលវិញ្ញាសាទាំងអស់ហ្នឹងដោយយកចិត្តទុកដាក់
5 នាទីទៅ 10 នាទីអានប្រធានបទច្រើនដងសិនហើយយើងជ្រើសរើសយកប្រធានបទណាលំហាត់ណាដែលងាយស្រួលធ្វើមុនគេចាំពេលអភិបាក់យើងធ្វើក្រោយគេប្រយ័ត្នតែពេលយើងធ្វើអភិបាក់មុនដល់ពេលយើងធ្វើកៀងទៅដល់ពេលដល់ប្រឡងអាស្រួលយើងបានធ្វើវាមានការសោកស្ដាយជួនកាលវិញ្ញាសាស្រួលហ្នឹងដែលយើងអាចធ្វើបានហ្នឹងបន្ទុកហ្នឹងវាបូកបន្តិចទៅវាអាចច្រើនបានចំពោះសង្គមជាតិយើងចឹងទៅនៅពេលដែលយើងសរសេរការតែងថាខណ្ឌអីចឹងយើងតាក់ទងនឹងខ្លួនឯងតាក់ទងនឹងគ្រួសារតាក់ទងនឹងសង្គមជាតិចឹងចំណុចទី6គឺយើងថែទាំសុខភាពឲ្យបានល្អមុនពេលប្រឡងដើម្បីឲ្យយើងមានសុខភាពល្អរឹងមាំងាយស្រួលក្នុងការយើងចងចាំមេរៀនបានល្អហើយកុំគិតថាចាំពេលចិត្តប្រឡងចាំរៀនណាគឺយើងប្រឡងចិត្តប្រឡងយើងត្រូវតែរៀនមុនណាហើយគោលដៅយើង3 ខែ 6 ខែមុនត្រៀមប្រយុទ្ធទៅហើយដើម្បីពេលដល់ថ្ងៃចិត្តប្រឡងយើងសម្រាប់ខួរក្បាលយើងឲ្យមានសុខភាពល្អជាពិសេសកុំនៅគេងយប់ពេកពីព្រោះនៅពេលដែលយើងគេងយប់ពេកតាក់ទងប៉ះពាល់សុខភាពដូចជាយើងគេងម៉ោង 2 ម៉ោង 3 ភ្លឺចឹងវាធ្វើយើងបាក់កម្លាំងដល់ពេលយើងទៅប្រឡងយើងមួយគេងពេលមួយគេងយើងគិតអីក៏អត់ចាញ់ដែរមេរៀនណាយើងទន្ទិញចាំក៏ដោយយើងចេះប៉ុន្តែក៏ដោយតែសុខភាពយើងឲ្យល្អហើយវាបាត់បង់ក្នុងការធ្វើពេលប្រឡងហ្នឹងអញ្ចឹងបើនេះអ្នកគ្រូបញ្យល់យើងថាមុនពេលប្រឡងនិងខណៈពេលប្រឡងចាឲ្យពេលកំពុងប្រឡងហ្នឹងក៏ដូចគ្នាយើងត្រូវធ្វើលំហាត់ណាដែលមុនមិនចាំបាច់តាមលំដាប់ដោយទេឲ្យតែយើងចេះយើងធ្វើមុនហ្មងយើងមើលដូចអ្នកគ្រូជំរាបខាងដើមអញ្ចឹងណាថាលំហាត់ណាស្រួលធ្វើមុនគេឧទាហរណ៍លំហាត់ទី7ស្រួលធ្វើទី7មុនចាប់លំហាត់ទី7លំហាត់ទី1ស្រួលធ្វើលំហាត់ទី1អញ្ចឹងបើតាមលេខរៀងក៏បានដែរចាហើយចំពោះការធ្វើលំហាត់យើងត្រូវមើលសមាជកម្មហ្នឹងឲ្យបានច្បាស់ប្រធានហ្នឹងចង់បានអីសំណួរគេសួរអំពីអីកុំងាកឆ្វេងងាកស្ដាំកុំកន្លែងតែទៅសួរមិត្តភ័ក្តិយើងចាចឹងយើងផ្ដោតទៅលើលំហាត់ហើយផ្ទៀងផ្ទាត់វានៅពេលដែលយើងធ្វើហើយយើងកុំប្រញាប់យកទៅដាក់បន្ទុកគឺយើងប្រញាប់ផ្ទៀងផ្ទាត់វាមើលតើលំហាត់ទាំងអស់ដែលយើងធ្វើហ្នឹងត្រូវឲ្យខុសមានកន្លែងណាយើងភ្លេចភ្លាំងមានកន្លែងណាយើងខុសត្រូវបន្ថែមបន្ថយអីមើលឲ្យហើយអត់ចាំពេលចិត្តដល់មកចាំយើងយកទៅដាក់បន្ទុកតែម្ដងចាចំណុចទី8ត្រូវចេះគ្រប់គ្រងពេលវេលាចាំបាច់យើងត្រូវពាក់នាឡិកានៅពេលប្រឡងអញ្ចឹងមិននេះអ្នកគ្រូនិយាយពីមុនពេលប្រឡងយើងត្រូវរំលឹកវិញ្ញាសាដែលប្រឡងឆ្នាំមុនជាពិសេសសិភៅក្រសួងយើងអាចចោលបានទេចាហើយយើង highlight មេរៀនសំខាន់ទុកហើយនៅក្នុងពេលប្រឡងយើងត្រូវត្រៀមទៅប្រឡងហ្នឹងធ្វើម៉េចឲ្យបានគេងឆ្អែតថែរក្សាសុខភាពឥឡូវយើងដល់វេនយើងកំពុងទៅប្រឡងចឹងដល់ពេលដែលយើងកំពុងប្រឡងយើងមើលបើសិនជាម៉ោងហ្នឹងវាចិត្តចាស់ក្នុងការប្រឡងហ្នឹងហើយចឹងយើងព្យាយាមចាយើងព្យាយាមធ្វើម៉េចបានប៉ុណ្ណាអស់ប៉ុណ្ណឹងសរសេរអស់លទ្ធភាពកុំឲ្យខាតបន្ទុកនៅពេលដែលយើងអត់ព្យាយាមសរសេរវាយើងអង្គុយលេងចាំដល់ម៉ោងជួនកាលយើងអាចខាតបន្ទុកស្លឹកតិចតួចហ្នឹងធ្វើឲ្យយើងអាចទទួលបានលទ្ធផលល្អទេចាអញ្ចឹងអ្វីដែលអ្នកគ្រូចង់ជម្រាបមកវិធីសាស្ត្រក្នុងការប្រឡងជោគជ័យបាក់ដប់គឺមាន8ចំណុចហ្នឹងដែលបងប្អូនទាំងអស់នេះត្រូវយកចិត្តទុកដាក់ណាពេលវេលាអ្នកគ្រូខ្លីអញ្ចឹងបើសិនជាអ្នកអស់នេះគិតថាយើងមានមិត្តភ័ក្តិកំពុងតែរៀនថ្នាក់ទី12ឬក៏ប្អូនយើងត្រូវឆ្នាំប្រឡងយើងចង់shareប្រធានបទហ្នឹងshareបានច្រើនទៅឲ្យជាចំណាយដើម្បីឲ្យគាត់បានចូលមើលក្នុងវីដេអូអ្នកគ្រូផងនេះជាកាដូមុនអ្នកគ្រូធ្វើដំណើរទៅប្រទេសអឺរ៉ុបយកកម្មវិធីសិក្សាពីប្រទេសចក្រភពអង់គ្លេសមកនៅសាលា Big Bang អញ្ចឹងសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភ័ក្តិឬក៏បងប្អូនទាំងអស់ដែលតែង like comment page share បានអ្នកគ្រូជាពិសេសអតិថិជនមេដាបដាសិស្សនិងអាណាព្យាបាលទាំងអស់តែងតែជឿជាក់លើគុណភាពសាលាអ្នកគ្រូកន្លងមកជាង11ឆ្នាំមកហើយចាសូមថ្លែងអំណរគុណច្រើនសូមគោរពជូនពរជួបតែសេចក្តីសុខសេចក្តីចម្រើនសូមគោរពលា